កាន់តែប្រហើនហើយនាយករដ្ឋមន្ត្រីចាំផ្ទះថៃប្រកាសបន្តធ្វើសង្គ្រាមជាមួយកម្ពុជាដោយមិនយកត្រចៀកស្ដាប់សម្ដីបងធំអាមេរិកឡើយលោកអនុទានឆានវីរៈគុលនាយករដ្ឋមន្ត្រីថៃចាំផ្ទះហាក់មិនបានយកត្រចៀកស្ដាប់បងធំអាមេរិកបន្តិចណាឡើយបើទោះបីជាលោកដូណាល់ត្រាំប្រធានាធិបតីបានទូរស័ព្ទឲ្យភាគីថៃនិងកម្ពុជាងាកមកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញដែលកិច្ចព្រមព្រៀងសន្តិភាពនេះត្រូវបានបង្កើតឡើងនៅរាជធានីកូឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី26 តុលាក្រោមគំនិតប្រួយផ្ដាំរបស់លោកត្រាំប៉ុន្តែថៃហាក់មិនស្ដាប់ឡើយក្រោយពីនិយាយជាមួយលោកត្រាំបានប៉ុន្មានម៉ោងនៅព្រឹកថ្ងៃទី13ខែធ្នូយោធាថៃបានប្រើយន្តហោះទម្លាក់គ្រាប់លើសន្តាគារនិងស្ពានពីរកន្លែងនៅថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់បណ្ដាលឲ្យខូចខាតនាយករដ្ឋមន្ត្រីថៃចាំផ្ទះលោកអនុទានឆានវីរៈគុលបានប្រកាសលើបណ្ដាញសង្គមថានឹងវាយប្រហារឈ្លានពានកម្ពុជាបន្តទៀតរហូតដល់យើងលែងមានអារម្មណ៍ថាមានគ្រោះថ្នាក់នឹងការគំរាមកំហែងដល់ទឹកដីនិងប្រជាជនរបស់យើងទៀតហើយនេះបើយោងតាមកាសែតខៅសតបានស្រង់សម្ដីរបស់លោកអនុទានយកទៅចុះផ្សាយបន្តហើយនឹងបន្តប្រតិបត្តិការយោធាសកម្មភាពរបស់យើងនៅព្រឹកនេះបានបង្ហាញចេញមកឲ្យឃើញហើយការប្រកាសត្រង់ៗអំពីការបន្តសង្គ្រាមជាមួយកម្ពុជានិងបង្ហាញឆន្ទៈច្បាស់ៗមិនចង់បានសន្តិភាពនេះគឺកើតឡើងបន្ទាប់ពីមេដឹកនាំថៃរូបនេះទើបនឹងនិយាយចប់ជាមួយនឹងលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកការបង្ហោះសារបែបនេះគឺផ្ទុយពីការនិយាយជាមួយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកាលពីយប់ថ្ងៃទី12ខែធ្នូមានន័យថាសម្ដីលោកត្រាំមិនត្រូវបាននាយករដ្ឋមន្ត្រីថៃចាំផ្ទះយកត្រចៀកស្ដាប់ឡើយក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនៅយប់ថ្ងៃទី12ធ្នូលោកដូណាល់ត្រាំជំរុញឲ្យថៃងាកមកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជាឡើងវិញក្រោយពីទម្លាក់ទូរស័ព្ទចុះពេលនិយាយជាមួយនឹងលោកត្រាំរួចយោធាថៃក៏បើកប្រតិបត្តិការយោធាវាយកម្ពុជាកាន់តែខ្លាំងលើសដើម